នេះគឺជាចំណេះដឹងមួយចំនួនសម្រាប់អ្នកដែលកំពុងតែចង់រៀនសំណង់ស៊ីវិលក៏ដូចជាអ្នកកំពុងតែរៀនសំណង់ស៊ីវិលនៅថ្នាក់ឆ្នាំមូលដ្ឋានដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យបានរីកចម្រើនជាងមុនអញ្ចឹងនៅពេលដែលយើងចូលរៀននៅឆ្នាំទី1ឆ្នាំទី2ហ្នឹងគឺពិតណាស់យើងអត់ទាន់ទទួលបានផលអ្វីឬក៏ចំណេះដឹងអ្វីច្រើនពីសាលានោះទេហើយការស្វែងរកបទពិសោធន៍ការងារក៏វាអាចទៅរួចដែរប៉ុន្តែនៅឆ្នាំមូលដ្ឋាននេះគឺវាសំខាន់ណាស់សម្រាប់អ្នករៀនបច្ចេកទេសដើម្បីឲ្យការរៀនលើជំនាញនេះមិនមានពាក្យថាស្ដាយក្រោយនៅពេលខាងមុខចឹងយើងត្រូវតែសិក្សាមុខវិជ្ជាមួយចំនួនដូចជាអត្ថបទនេះដកស្រង់ចេញពី Facebook Page លោកគ្រូវឹកពីទូដែលជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានជាតិប្រវត្តិបច្ចេកទេសហៅកាត់ថា NTTI ចំណុចទី1គឺជំនាញកុំព្យូទ័រនិងកម្មវិធីមូលដ្ឋានគ្រឹះដូចជា Word Excel PowerPoint AutoCAD អីជាដើមហ្នឹងទៅមូលហេតុនោះគឺកម្មវិធីទាំងអស់ហ្នឹងនឹងត្រូវជួបជាញឹកញាប់នៅក្នុងសង្គមការងារទី2គឺមុខវិជ្ជា Strength of Material និង Structural Analysis ជាការពិតណាស់ការរៀនជំនាញបច្ចេកទេសគឺសំខាន់បំផុតការគណនានិងវិភាគគ្រឿងបង្គុំដើម្បីស្វែងយល់ពីការគណនាទៅលើគ្រឿងបង្គុំផ្សេងៗមិនថាតែគ្រឿងបង្គុំបេតុងអាម៉ែសំណង់ដែកអីជាដើមនេះទេមុខវិជ្ជាទាំងពីរនេះគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឲ្យសិស្សនិស្សិតយល់ដឹងអំពីបាតុភូតក៏ដូចជារបៀបដែលគ្រឿងបង្គុំធ្វើការរួមនឹងឥទ្ធិពលផ្សេងៗដែលកើតមានឡើងនៅក្នុងគ្រឿងបង្គុំការយល់ដឹងពីការគណនាគ្រឿងបង្គុំបានច្បាស់លាស់ដោយផ្ដើមចេញពីមុខវិជ្ជាទាំងពីរផ្នែកខាងលើនឹងជួយឲ្យសិស្សនិស្សិតនឹងស្វែងយល់ដឹងច្រើនអំពីបច្ចេកទេសកាដ្ឋានជាក់ស្ដែងដែលអាចឲ្យពួកគេនឹងងាយស្រួលទៅក្នុងការអនុវត្តការងារនៅពេលខាងមុខអីចឹងទៅទី3គឺចំណេះដឹងពីប្លង់សាងសង់ធ្វើជាអ្នកបច្ចេកទេសរឿងសំខាន់បំផុតគឺការយល់ដឹងអំពីប្លង់សាងសង់មិនថាតែប្លង់គ្រឿងបង្គុំឬក៏ប្លង់ស្ថាបត្យកម្មអីផ្សេងៗទេដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងការយកទៅប្រើប្រាស់សម្រាប់ដំណើរការសាងសង់ការចេះអានប្លង់និងយល់ដឹងពីប្លង់សាងសង់បានលម្អិតនិងលឿនវានឹងជួយឲ្យយើងនឹងងាយស្រួលក្នុងការធ្វើការលើជំនាញនេះមិនថាតែតួនាទីជាអ្វីនោះទេចំណុចទី4គឺចំពោះភាសាអង់គ្លេសវាជាមុខវិជ្ជាបន្តបន្សំប៉ុណ្ណោះប៉ុន្តែប្រសិនបើយើងចង់បានចំណេះដឹងបន្ថែមពីជំនាញសំណង់ស៊ីវិលដែលយើងរៀនរាល់ថ្ងៃហ្នឹងយើងត្រូវតែអានសៀវភៅជាភាសាបរទេសជាពិសេសនោះគឺភាសាអង់គ្លេសដើម្បីបង្កើនចំណេះដឹងនិងសមត្ថភាពបន្ថែមឲ្យយើងពីគ្រូផ្សេងៗជុំវិញពិភពលោកអីចឹងទៅចំពោះចំណុចទី5កុំបោះបង់សាលាចោលឬក៏រៀនមិនទៀងទាត់អីចឹងទៅដែលរៀនដឹងត្រឹមតែចំណងជើងអីចឹងខ្លីៗទៅក៏ចប់អីចឹងទៅវាធ្វើឲ្យយើងដាច់ភាកហើយរកលេសថាអញ្ចេះអញ្ចោះពីមួយថ្ងៃទៅមួយថ្ងៃនឹងធ្វើឲ្យយើងនឹងបោះបង់ឈប់រៀនថ្ងៃណាមួយមិនខានយើងត្រូវតែចាំថាសញ្ញាបត្រមួយស្លឹកហ្នឹងគឺមិនអាចកំណត់ពីប្រាក់ខែរបស់យើងថាកម្រិតណាទេអ្វីដែលជាក់ស្ដែងគឺចំណេះដឹងដែលយើងទទួលបានពីសាលានិងចំណេះដឹងដែលយើងអនុវត្តការងារជាក់ស្ដែងរួមផ្សំជាមួយនឹងបទពិសោធន៍ការងារផងដែរអរគុណកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតអរគុណ